ទឹកដីប្រាសាទតាមាន់ខេត្តឧត្តរមានជ័យបាទផ្ញើក្តីនឹករលឹកគុំមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងថៃទឹកទី1 round 1បាទ round 1សម្រាប់ការប្រកួតចាប់ផ្ដើមទស្សនិកជនឥឡូវយើងឃើញថាកម្លាំងនៃការប្រកួតគូទី1ទី2បាក់ឆាករបស់យើងបញ្ចប់ទៅហើយយើងនឹងបន្តសម្រាប់ការប្រកួតតទៀតនៅក្នុងនេះបាទពិសេសបំផុតបងប្អូននៅទូទាំងប្រទេសនឹងទទួលបានភាពសប្បាយរីករាយហើយបាទលោកមេបញ្ជាការឌីច័ន្ទសុផលមេបញ្ជាការកំភ្លើងធំកងពលតូចលេខ42ហើយនឹងបាទកងកម្លាំងប្រដាប់អាវុធកំពុងតែទស្សនាយ៉ាងយកចិត្តទុកដាក់ហើយគេថាសប្បាយរីករាយណាស់ប្រហែលថ្ងៃនេះបានភ្លៀងតិចតិចបន្តិចក៏មិនក្តៅហួតហែងដល់កហើយបាទឥឡូវនេះយើងមើលថាសមាជិកគូខ្សែក្បាលរបស់គូបូតារដូវកាលក្រោយបាទធនចន្ទៈហើយអ្នកទាំងពីរនេះគឺថាកម្ដៅសាច់ដុំគ្នាគេហៅថាតេះមើលសិនបាទតេះមើលសិនបាទតេះសិនបាទប្រៀបទៅខាងណាខាងនេះធនចន្ទៈបង្គោលក្រហមកម្ពុជា81ប្រកួតបាទ104ប្រកួតថៃនេះជេវ៉ាត់បាទជេវ៉ាត់ឈ្មោះរបស់គេបាទជេនវ៉ាក់មិនជេនវ៉ាត់ទេជេនវ៉ាត់បាទជេនវ៉ាត់អូហូជើងស្ដាំបាទធនចន្ទៈនេះគឺសិស្សបការរបស់ធនសភាមិនធម្មតាទេគេបាទគ្រប់ត្រូលខ្លាំងមែនទែនហើយគេអ្នកស្នងគេមរតកជាតិបដាល់គុណខ្មែរហ្នឹងឯងបាទជេនវ៉ាត់ក៏អេនអនតិចអ្នកភីសនុលោកមួយជើងឆ្វេងជេនវ៉ាត់បាទធនចន្ទៈមួយជើងឆ្វេងមួយជើងស្ដាំបាទសងរបស់ធនចន្ទៈជេនបាត់នេះគេយកឈ្នះផលសភ័ណ្ឌណាមិនធម្មតាទេឈ្នះផលសភ័ណ្ឌខ្ញុំដាក់ធនចន្ទៈថាសើច្បងឯងខ្ញុំក៏វាយឈ្នះដែរបើដាក់ចុះតម្រាំឯងខ្ញុំរឿងខ្ញុំខ្ញុំរឿងខ្ញុំសើច្បងខ្ញុំគឺរឿងរបស់គាត់បាទរលូកក្រោយតែងតែបោកច្រាំងឲ្យរុញរលូកមុនឯងបាទមួយជើងជេនវ៉ាត់ល្អណាស់ពីនេះស្ទាមស្ទងគ្រាទឹកទី1ប៉ុណ្ណេះហើយកណ្ដាប់ដៃធនចន្ទៈអ្នកជលការីកំពុងឆ្នាំងបាទកំពុងឆ្នាំងមកសមមិញភ្លៀងមកមេធំដាច់ក្បាលដៃកតុយណាបាទភ្លៀងខ្លាំងណាស់កំពុងឆ្នាំងអូយកណ្ដាប់ដៃសើយមួយស្ដាប់ទុនចន្ទៈអូយមួយស្ដាប់ទុំគ្នាបដូរស្ដាប់របស់ជេនវ៉ាត់ស្ដាប់ទុនចន្ទៈដាច់ក្បាលដូចគ្នាមួយទៅមួយមកអូហូយទម្ងន់ដៃទុំគ្នាទៀតបាទទម្ងន់ជើងធនចន្ទៈកំពុងឆ្នាំពីខ្សោយណាមួយជ្វីរបស់ជេនវ៉ាត់ដើរចូលទៀតមួយជើងស្ដាំរបស់ធនចន្ទៈជើងស្ដាំធនចន្ទៈដើរចូលទៅមុនជើងចិត្តចាប់ទឹកទី1ទៅហើយវាយសងទៅសងមកគឺសម្រុកហើយសងទៅសងមកបាទដៀកចូលឆ្នាំទៅហើយចាំកាលចាប់ទឹកទី1ចាប់ទឹកទី1អន្តរជាតិទី1ត្រូវជាគូទី3តាមលេខរៀងរវាងកម្ពុជាជាមួយនឹងថៃទឹកទី2 round 2បាទទឹកទី2 round 2នាំមកជូនដោយគូបូតាបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគតគូបូតាខ្លាំងពេញកម្លាំងបាទក្រហមកម្ពុជាធនចន្ទៈឯគីវជេនវ៉ាត់គៀតកំធូនអាញាកណ្ដាលគឺលោកទេពស៊ីវុថាបាទទឹកទី1មុននេះគឺបាសបរុកមែនទែនបាទតាំងពីទឹកទី1ជេនវ៉ាត់នឹងប៊ីសគ្រុនរបស់ធនចន្ទៈបាទប្រហែលដៃចង់សើដែរតែបាទគេបង្រឹងស្មារតីរបស់គេមកវិញបាទឥឡូវចាំមើលទឹកទី2ទាត់ឆ្វេងបាទជប់បាទរបូតបាទសុំធីសិនរបូតខ្សែកង់អូរបូតនេះបាទបោះចងដៃឆ្វេងទាត់ឆ្វេងរបស់ជេនវ៉ាត់គេឈ្នះផលសម្ព័ន្ធដោយបន្ទូប្រកួតចុងក្រោយម៉ាត់ស្ដាំរបស់ចន្ទៈឆ្វេងចន្ទៈខោជេនវ៉ាត់ទាត់ឆ្វេងទាត់ស្ដាំសង2ធនចន្ទៈកម្ពុជាទាត់បាទជេនវ៉ាត់ចេញទៅលើធនចន្ទៈចេញខាងក្រោមមិនឲ្យលើទេចាប់ជើងទាត់ឆ្វេងអូយកែងបុកកប៉ាល់របស់ចន្ទៈធ្លាប់ផ្ដួលផលសម្ព័ន្ធធ្លាប់ឈ្នះផលសម្ព័ន្ធមិនប្រកាសថាឈ្នះធនចន្ទៈទេទាត់ឆ្វេងបាទរបូតទៀតហើយបាទរបូតទៀតហើយអត់ថាមិនកើតទេដោះចេញបាទបន្តការប្រកួតទៀត
ក៏ភ្លេចសប្តាហ៍ក្រោយនៅសង្វៀនគូបូតាបាទមុនចូលឆ្នាំខ្មែរបាទ2ថ្ងៃហ្នឹងគឺសប្តាហ៍ក្រោយនេះមិត្តភាពអន្តរជាតិដដែលយើងមាន2គូគឺឡៅចិនត្រាជាមួយនឹងមើនសភាប៉ះថៃបាទសប្តាហ៍ក្រោយនេះក៏ញាក់សាច់ដែរមុននឹងពិធីបរិយាពិធីបុណ្យចូលឆ្នាំខ្មែរហ្នឹងក៏បានទស្សនាការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនគូបូតា2គូដែលជាគូជក់ចិត្តបាទគឺវត្តមានបាទអសង្ហាគុណខ្មែរឡៅចន្ទ្រាជាមួយនឹងកណ្ដាប់ដៃថ្មមើលសភាបាទចឹងក៏ផ្លេចមកចូលរួមទស្សនាឲ្យបានច្រើនទាត់ក្រោរបស់ចន្ទៈឆ្វេងទាត់ទៅទាត់មកទាត់ទៀតបាទជើនវត្តនេះគឺទាត់ឆ្វេងគេខ្លាំងណាស់បាទលបោទៀតហើយបាទអូយតការប្រកួតហើយកីឡាករពីរនាក់នេះគឺសិតតែសមាសភាពប្រកួតហើយទាត់ឆ្វេងម្ដាយល្អណាស់ជើនវត្តចន្ទៈមួយទាត់ឆ្វេងរបស់កសអូយខ្ញុំប្រាប់ឲ្យថាជើនវត្តនេះទាត់ឆ្វេងខ្លាំងណាស់ចូលចុងដង្ហើមមិញ5អូយ6 7មិនហើយចន្ទៈទៅរួចទេបាទថាមិនរួចប្រជាជនចន្ទៈមករយៈក្រោយឲ្យតែឡើងសងវៀនយ៉ាងតាទ្រមយុរាហ្មងបាទប៉ះស្នារហូតហ្មងបាទប៉ះស្នាជើងខ្លាំងបែកចុង30ធ្នេបាទបែកខ្ទេចអស់មកផ្ទៃមុខចាចាប់ទឹកទី2គេថារាប់ម្ដងដែរជាតិខ្មែរហើយការវិលត្រឡប់ក៏យើងក៏ថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញរាជរដ្ឋាភិបាលដែលបានបញ្ចេញរថយន្តដឹកអ្នកដំណើរ120គ្រឿងទៅតាមផ្លូវជាតិលេខ1រហូតដល់ផ្លូវជាតិលេខ8បាទចាប់ពីថ្ងៃទី12ជិះហ្វ្រីទាំងទៅទាំងមកថ្ងៃ12ដល់ថ្ងៃទី18អញ្ចឹងមើលការវិធីបែបបានល្អិតល្អន់ណាដើម្បីយើងធ្វើដំណើរដោយមិនគិតថ្លៃអរគុណណាស់ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដែលដឹងអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋបាទតាក់ស៊ីឡើងថ្លៃក៏ឡើងទៅយើងកុំជិះយើងជិះឡានរដ្ឋបាលក្រុងភ្នំពេញនេះសិនតែជាក់ស្រើបអូយបាទអរគុណចន្ទៈបាទឲ្យប៉ោងដៃស្ទូលដៃបាទអូយបាទប៉ោងដៃបើជាបាក់ឆ្អឹងទៅហើយមើលទៅអាចមើលត្រឡប់មកបានទេថ្ងៃទី26ចូលឆ្នាំហើយបេក្ខភាពខ្សែក្រវ៉ាត់គូបូតារដូវកាលថ្មីផងធំចន្ទៈនេះបាទលើប៉ោងដៃធំបាត់ហើយទស្សនិកជនបាទដឹងតែចប់ទៅហើយចូលឆ្នាំនេះបាទចង់